ផ្លាស់ប្ដូរថ្ម Dell Latitude E740 ហើយនៅពេលដែលយើងផ្លាស់ប្ដូរយើងត្រូវទៅ check មើលថ្មថាតើថ្មនោះវាមានសុខភាពវាមិនដែរអញ្ចឹងណាយើង check ហើយយើង check FP សម្រាប់ Dell ណាតែហើយយើងចូលទៅកន្លែង information ពាក់ព័ន្ធជាមួយនឹង battery ហ្នឹងណាឥឡូវខ្ញុំ zoom មកបន្តិចហ្នឹងឃើញអត់កន្លែង health គេដាក់ excellent ណាមានន័យថាថ្មហ្នឹងអត់អូខេអត់អីទេបាក់បែកអីចឹងឬក៏ខូចហ្នឹងថាខ្ញុំមានការផ្លាស់ប្ដូរអីចឹងណានិយាយទៅគ្រប់សេរីទាំងសេរីចាស់សេរីថ្មីមានការផ្លាស់ប្ដូរទាំងអស់បើសិនជាមានបញ្ហាចងល់អីបងប្អូនអាចឆាតមកចូលកាន់ page យើងខ្ញុំមកដើម្បីសួរព័ត៌មានលម្អិតអីអញ្ចឹងណានេះឥឡូវយើងចូល Windows check មើលថ្មឥឡូវថ្មវាចូលបាន 54% ហើយក៏វាឆាចដែរវាសាកសម្អាតឲ្យស្អាតហ្នឹងហើយឥឡូវកំពុង